ណាដៃខ្ញុំបងប្អូនបានត្រីអណ្ដែងចេញតែក្បាលវីដេអូមកគឺសុបាយខប់តែម្ដងបងប្អូននឹកឃើញចង់ទៅម្ដងទៀតម្សិលមិញហ្នឹងខ្ញុំនិងស្វាមីហ្នឹងក៏ធ្វើដំណើរទៅផ្ទះម៉ែក្មេកដើម្បីយករូបថតការថ្ងៃការខ្ញុំហ្នឹងគឺទៅឲ្យបងថ្លៃនឹងម៉ែក្មេកមើលបន្ទាប់ពីមើលរូបថតមើលអីហើយក៏ប្តីខ្ញុំហ្នឹងក៏ទៅជួយវីស្រូវវីអីម៉ែអញ្ចឹងណាដើម្បីដូរយកអង្ករហូបចិត្តហ្នឹងថាទៅលេងម៉ែទេតែមកវិញយកអង្ករឡើងមកបេមិនដឹងថាទៅលេងម៉ែមិនដឹងថាទៅរោងអង្ករហូបទេបងប្អូនបន្ទាប់ពីជួយវីស្រូវម៉ែហើយក៏បបួលប្តីថាតោះទៅបាចត្រីអីបងហេឡូបងប្អូនកានេះមកស្រែតែខ្ញុំមួយផ្លូវគឺរត់តែមកស្រែបងប្អូនមកបាចត្រីហប់បានត្រីអត់ទេបងយើងបាច់ត្រីបងប្អូនមកហែគូក្បាលខ្លះអារម្មណ៍ស្រស់ស្រាយនៅវាលស្រែមានដើមត្នោតមានស្រូវមានទឹកស្រែទឹកអីចឹងណាយើងមកបាច់ត្រីលេងចាប់ត្រីលេងតែដឹងបានត្រីដឹងមានកន្លែងបាច់អត់ទេបងប្អូនជីដើមមើលចូលបាច់ក្នុងស្រែគេវីវអីឡើងហើយចាំមើលភាពបន្តថាយើងចាប់បានត្រីមកអង្ស័យទៅចាប់នៅផ្សារវិញណាអង្ស័យចាប់ត្រីនៅផ្សារហើយប្តីនោះក៏ដូចចិត្តទៀតគាត់ប្រពន្ធចង់ទៅក៏នាំទៅភ្លាមទៅមិនមែនទៅតែពីរនាក់ប្តីប្រពន្ធទេនាំក្មួយទៅពី3នាក់ទៀតហើយក្មួយហ្នឹងទៅមិនមែនទៅចាប់ត្រីទេគឺទៅលេងទឹកភក់ហ្នឹងហ្មងបងប្អូននិយាយពីខ្ញុំវិញណាអារឿងចាប់ត្រីទៅស្រែទៅអីហ្នឹងចូលចិត្តតាំងពីក្មេងហ្មងចូលចិត្តទៅចាប់ត្រីបាចត្រីគាត់ថាចាប់មិនដែលបានទេតែជាមើលស្នាដៃខ្ញុំថ្ងៃហ្នឹងបងប្អូនថាខ្ញុំចាប់ត្រីបានអត់មុខអ្នកបាចត្រីសង្ឃឹមបាន%បានគីឡូបានគីឡូ10គីឡូជឿជាក់អត់បាន%ភ្នាល់អត់ជាក់30គីឡូនេះបងប្អូនមានអ្នកជឿនោមនេះហើយនោមហ្នឹងនេះបងប្អូនដល់ហើយទីយើងមកបាច់ត្រីចាប់ត្រីភក់នៅជ្រៅណាដៃខ្ញុំបងប្អូនបានត្រីអណ្ដែងមួយចាប់ត្រីអត់ដឹងបានតែថៃទូបងហើយបងចាប់ឡើងស្រួលតែអណ្ដែងឃើញចឹងគឺលទ្ធផលខ្ញុំពិតជាចាប់ត្រីបានមែនហើយមើលទៅក្មេងៗគឺសុបាយខ្លាំងសាហាវហ្មងបងប្អូនដូចយើងនៅពីក្មេងៗអញ្ចឹងហើយចាំមើលខ្ញុំធ្វើការសម្ភាសក្មួយស្រីខ្ញុំណាបាន2បាន2ប៉ុណ្ណាប៉ុណ្ណេះហ្នឹងញ៉ាំកាត់អត់មើលធ្វើអារម្មណ៍សុបាយចិត្តមួយមើលបាយចាប់បានត្រីអត់មានត្រីចាប់ទេបានគេមានត្រីចាប់ទេបានអីញ៉ាំចុះអត់មានត្រីញ៉ាំអីអត់មានត្រីញ៉ាំបាយញ៉ាំបាយជាមួយអីហ៎ញ៉ាំបាយជាមួយស្លំជូរណាមកចាប់ត្រីបានដូចបានលើគាត់និយាយចឹងសួរអត់មានតល់ហ្មងហើយឥឡូវនេះមកឃើញរូបភាពទស្សនភាពគាត់គឺសុបាយខ្លាំងនឹងភក់នឹងហ្មងហើយយើងចាប់បានត្រីប្រហែលជាមកសម្លយើងក៏ត្រឡប់មកផ្ទះវិញដោយសារយើងទៅរៀងល្ងាចហើយដែរបងប្អូនចឹងទៅក៏បញ្ញាប់ត្រឡប់មកវិញអារម្មណ៍សុបាយខ្លាំងអត់ចង់មកផ្ទះវិញទេតែរៀងល្ងាចដែរខ្ញុំបញ្ញាប់ត្រឡប់មកភ្នំពេញវិញទាំងយប់ហ្មងហើយនេះគឺជាលទ្ធផលដែលយើងទទួលបានបាក់មិញបាក់លេងនេះបាច់លេងទៅផ្លែតលេងសុបាយអត់បាច់ត្រីបាយមុនទៅផ្ទះម៉ែក្មេកមួយថ្ងៃសកម្មភាពគឺមានតែប៉ុណ្្នឹងឯងបងប្អូនមានសកម្មភាពច្រើនទៀតតែខ្ញុំអត់បានថតចឹងណាហើយអរគុណសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំបាយបាយ